ថ្ងៃនេះគឺបានម្ហូបសម្លម្ជូរស្លឹកងប់អ្នកទាំងអស់គ្នាអានេះគឺស្លឹកងប់នៅខាងផ្ទះយើងដើរបេះតាមខាងផ្ទះគឺបន្លែធម្មជាតិពិតទៅរណាទេបងប្អូនទាំងអស់គ្នាបន្លែធម្មជាតិពិតតែម្ដងដើរបេះតែខាងផ្ទះយើងអាចបានសម្លមួយឆ្នាំងធំហើយនេះគឺខ្ញុំបានដើរមករកគល់ស្លឹកគ្រៃនិយាយថាកើតមែនទែនកើតឡើងត្រុកត្រេលតែម្ដងស្លឹកវាវែងបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំកាត់យកទៅគល់ទេយកទៅស្លម្ជូរហើយនេះគឺជាគុម្ពរំដេងនៅក្រៅផ្ទះបងប្អូនម៉ែខ្ញុំកាត់ដាំកើតល្អមែនទែនមានច្រើនគុម្ពច្រើនកន្លែងរំដេងព្រៃក៏មានរំដេងស្រុកក៏មានអានេះគឺជារំដេងស្រុកខ្ញុំបានកាប់យកទៅស្លបងប្អូនហើយនេះជាគ្រឿងផ្សំដែលយើងរកបានខាងផ្ទះបងប្អូនទាំងអស់គ្នាតែក្បាលត្រីយើងទិញគេណានេះទឹកពុះហើយបងប្អូនទាំងអស់គ្នាយើងបង់រំដេងខ្ទឹមហើយនឹងគល់ស្លឹកគ្រៃដែលយើងដំហើយបន្ទាប់មកទៀតគឺប្រហុកមានប៊ីសចេងមានស្ករហើយនឹងថែមអំបិលបន្តិចឥឡូវយើងកូរពុះហើយដាក់ក្បាលត្រីចូលក្បាលត្រីឆ្ដោបងប្អូន1គីឡូយើងគ្របវាទុកមួយសន្ទុះសិនមកបន្ទាប់មកទៀតគឺយើងបង់ស្លឹកងប់ចូលបងប្អូនស្លឹកងប់យើងដែលយើងបេះមិញហ្នឹងបន្លែបៃតងណាតែមកទៀតយើងសកាត់វាមកសភើបបានហើយបងប្អូនកុំដាក់ឲ្យវារលួយពេកអត់ឆ្ងាញ់ទេហើយយើងបង់អំពិលដែលយើងដំហ្នឹងអំពិលខ្ចីបងប្អូនដំវាឲ្យបែកទៅឲ្យវាចេញជាតិជូរជាការស្រេច